ជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកដែលកំពុងមើលវីដេអូឃ្លីបដែលបង្ហោះដោយខ្ញុំបាទលេងឧត្តមវីដេអូមួយនេះខ្ញុំសូមផ្ញើជូនមន្ត្រីរបស់គណៈបព្វជិជនកម្ពុជាដែលមានតួនាទីជាអ្នកនាំពាក្យក៏ដូចជាអ្នកដែលប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលគឺលោកផៃស៊ីផានដែលសម្ដីទៅកាន់ថ្នាក់ដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិឯកឧត្តមសំអានដែលគាត់ជាអ្នកតំណាងរាស្ត្រមួយរូបរបស់គណៈបក្សសង្គ្រោះជាតិហើយគាត់បានយល់ដឹងអំពីបញ្ហាប្រវត្តិសាស្ត្រទឹកដីកម្ពុជាដែលបាត់បង់ទៅដោយសារយួនប៉ុន្តែលោកផៃស៊ីផានដែលជាអ្នកនាំពាក្យរបស់គណៈបព្វជិជនកម្ពុជានេះបានវាយប្រហារលោកឯកឧត្តមថាលោកទៅតែជាអ្នករស់នៅក្រៅប្រទេសទៅតែមកក្នុងប្រទេសមិនដឹងអំពីបញ្ហានៅក្នុងប្រទេសប៉ុន្តែចង់សួរទៅលោកផៃស៊ីផានថាបើសិនជាអ្នកតំណាងរាស្ត្រដែលមិនដឹងពីប្រវត្តិសាស្ត្រខ្លួនឯងពិតប្រាកដក៏មិនអាចធ្វើជាអ្នកតំណាងរាស្ត្រដើម្បីបម្រើប្រជាពលរដ្ឋនោះទេហើយអ្នកដែលនៅក្រៅប្រទេសភាគច្រើនគឺដឹងរឿងប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាច្រើនណាស់ហើយគាត់សុទ្ធតែជាអ្នកមានវ័យចំណាស់ដែលគាត់ដឹងពីប្រវត្តិសាស្ត្រកម្ពុជាហើយលោកផៃស៊ីផានវិញគ្រាន់តែជាមនុស្សម្នាក់ដែលប្រើលេសនេះលេសនោះដើម្បីយកការរួចខ្លួនដូចជាការសាមុននេះគឺជានិយាយអំពីលុយនិងយុត្តិធម៌អញ្ចឹងគាត់ថាទីមានលុយគឺមានយុត្តិធម៌អ្នកគ្មានលុយគឺគ្មានយុត្តិធម៌នេះគឺជាសម្ដីដែលជនសម្ដីជនដែលគិតតែពីពុករលួយគឺជនអាក្រក់បំផុតសម្រាប់សង្គមបើសិនជាមានមនុស្សដោយលោកផៃស៊ីផាននេះតែ10ទៅ20នាក់នៅក្នុងសង្គមហើយនៅក្នុងជួររដ្ឋាភិបាលអ្នកដឹកនាំប្រទេសទៀតនោះប្រទេសជាតិនឹងមានការរលាយចាក់ជាមិនខានមិនអាចមានបន្តការគង់វង្សនោះទេហើយម្យ៉ាងទៀតសូមផ្ដាំផ្ញើលោកផៃស៊ីផានទៅនឹងពាក្យសម្ដីឆ្លើយទៅនឹងអ្នកកាសែតមួយរូបដែលខ្ញុំបានស្ដាប់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដែលខ្ញុំក្នុងនាមខ្ញុំជាយុវជនជាពលរដ្ឋខ្មែរខ្ញុំមិនមែនតំណាងឲ្យគណៈបកណាទេប៉ុន្តែខ្ញុំនិយាយនេះក្នុងគោលបំណងតំណាងឲ្យប្រជាពលរដ្ឋខ្មែរសូមឲ្យលោកផៃស៊ីផានកាត់បន្ថយអសម្ដីឆ្លើយបែបអត់សិលធម៌ដែលខ្លួនឯងអួតខ្លួនឯងជាអ្នកចេះដឹងតែបែរជាប្រើខួរល្ងងខ្លៅពាក្យសម្ដីថោកទាបការឆ្លើយទៅអ្នកកសែតហាក់បីដូចជាមិនឲ្យតម្លៃគេលោកឯងរៀនដែរអួតចិត្តតែលោកឯងស្គាល់អាមេរិកលោកឯងស្គាល់ប្រទេសដទៃលោកឯងស្គាល់ច្រើនតែលោកឯងមានដឹងថាអាមេរិកចាត់ទុកអ្នកកសែតជាអំណាចទីប៉ុន្មានដែរទេបានជាលោកឯងមើងងាយដល់ស្រុកខ្មែរហើយប្រទេសអ្នកដែលកាន់លទ្ធិប្រជាធិបតេយ្យគឺគេខ្លាចណាស់អ្នកកសែតនាយករដ្ឋមន្ត្រីក៏ខ្លាចអ្នកកសែតដែរឬក៏ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ខ្លាចអ្នកកសែតក៏ខ្លាចប៉ុស្តិ៍ទូទស្សន៍ក៏ខ្លាចប៉ុស្តិ៍វិទ្យុដែរមិនមែនដូចលោកផៃស៊ីផានដឹងទីទួយអត់ដឹងខ្យល់អីមកដើរបោកប្រជាប្រដ្ឋក្នុងស្រុកនោះទេអ្នកនៅអាមេរិកក៏គាត់ធ្លាប់បានមានប្រសាសន៍ប្រាប់ខ្ញុំដែរបងថាអំណាចទី4នៃអ្នកកសែតនៅក្នុងប្រទេសអាមេរិកគឺសូម្បីតែនាយករដ្ឋមន្ត្រីប្រធានាធិបតីសហរដ្ឋអាមេរិកក៏គេញញើតព្រោះតែប្រធានាធិបតីគេធ្វើខុសអីអ្នកកសែតគេស៊ូអីឬក៏ប៉ុស្តិ៍ទូទស្សន៍ហៅអញ្ជើញមកកម្មវិធីគេគឺត្រូវតែចូលរួមដោយមិនអាចអាខានហើយត្រូវតែឆ្លើយត្រង់នឹងការពិតទៅកាន់សាធារណជនដែលគាត់ឆ្ងល់នឹងទូដែលចង់សាកសួរពីបញ្ហាទាំងអស់នោះតែស្រុកខ្មែរវិញលោកឯងប្រើសម្ដីឡើងចិត្តតែហែងអត់ដឹងខ្យល់ហែងស្ដាប់អត់បានប្រើភាសាមកជាបាតសង្គមលោកផៃស៊ីផាននេះបើគិតទៅជាមនុស្សបាតសង្គមឯងហើយខ្ញុំសូមផ្ដាំវីដេអូនេះដល់សម្ដេចតេជោហ៊ុនសែនផងបើសិនជាមានយកលោកផៃស៊ីផាននៅតែបន្តការដឹកនាំការធ្វើការនៅក្នុងជួររដ្ឋាភិបាលនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីជាមួយឯកឧត្តមសុកអានឬក៏ជាអ្នកនាំពាក្យប្រតិកម្មរហ័សនេះភាគច្រើនគឺធ្វើឲ្យគណៈបព្វជិជនកម្ពុជាបាត់បង់ស្លឹកឆ្នោតទេដោយសារបុគ្គលនេះភាគច្រើននាំពាក្យទៅដូចជាហាក់បីជាប្រើសម្ដីឆ្លើយទោះបីជាអ្នកកាន់ជើងគណៈបព្វជិជនហាក់បីដូចជាស្ដាប់ទៅឆ្កោមែនតើអញ្ចឹងសង្ឃឹមថាលោកហ៊ុនសែនបើសិនជាអាចដកផៃស៊ីផានចេញទៅព្រោះមនុស្សដូចផៃស៊ីផាននេះសង្គមលែងរាប់រយហើយប្រជាពលរដ្ឋខ្មែរលែងរាប់រយហើយអ្នកដែលកាន់ជើងគណៈបព្វជិជនមួយចំនួនក៏ខ្ពើមនឹងសម្ដីលោកផៃស៊ីផានដែរហើយលោកផៃស៊ីផានល្មមបានហើយលោកឯងក្នុងនាមជាអ្នកចេះដឹងអួតខ្លួនឯងចេះដឹងសូមប្រើសម្ដីទៅកាន់ថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិថ្នាក់ដឹកនាំផ្សេងតែគេគ្រាន់តែបញ្ចេញពាក្យសម្ដីក្នុងការកែលម្អលោកឯងត្រូវតែទទួលយកដើម្បីស្ថាបនាខ្លួនឯងទៅមិនមែនលោកឯងអាងអីឡើងចាប់អាងអីឡើងចងអាងអីឡើងធ្វើបាបគេលោកឯងនឹងច្បាប់នៅមាត់លោកឯងមែនច្បាប់នៅក្នុងតុលាការច្បាប់នៅលើអ្វីដែលគេធ្វើខុសគេនិយាយក្នុងការរិះគន់លោកឯងជាអ្នករិះបោះឆ្នោតឲ្យដឹកនាំបែរជាលោកឯងមកចង់ចាប់រិះដែលរិះគន់លោកឯងតែសមទេរិះខំបោះឲ្យលោកឯងឡើងក្បាលដល់ធ្វើការនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណឹងបើគ្មានប្រជាប្រដ្ឋទីក៏គ្មានក្បាលលោកឯងដែរខ្ញុំប្រាប់លោកឯងប៉ុណ្ណឹងផ្ញើជូនផៃស៊ីផានមនុស្សភ្លីភ្លើល្ងីល្ងអត់បត់ដែលប្រើសម្ដីឆ្លើយទៅកាន់អ្នកកសែតក៏ដូចជាថ្នាក់ដឹកនាំកម្ពុជារបស់គណៈបក្សសង្គ្រោះជាតិជាពិសេសទៅកម្មជាពលរដ្ឋទាំងមូលផងដែរហើយវីដេអូនេះខ្ញុំបានក៏សូមថ្លែងអំណរគុណដល់ម្សិលមិញនេះដល់លោកអ៊ំស្រីមាសងួនលេងនិងលោកពូ
เงาทกเฮในรุ่นสหรัฐอเมริกาอุปธรรมทวิกามวยจำนวนมาดอกจมของได้ส่งแถมดอกคนอย่างเจริญเจริญคลามาเตนอากนวิดีโอมือนี้ส่งจุยไลน์ถึงเสียดำใบเอาไพ่สิพานเนี่ยปฏิกรรมระหะขบวนการข้างปฏิกรรมระหะโดยเฉพาะนวมเปียบอตีในการคณะรอมไตรพออากนส่งจุยไลน์ถึงเสียวิดีโอนี้พอ